ជាបឋមសម្បត្តិសូមគោរពលោកគ្រូពួកយើងគឺជាក្រុមទី7នៃថ្នាក់ទី10A មកពីវិទ្យាល័យស្ដារសន្តិភាពនឹងធ្វើការបទបង្ហាញអំពីការរៀបចំគម្រោង STEM ទៅលើគម្រោង scan វត្តមានឆ្លាតវៃសម័យ Gen Z ខ្ញុំបាទគង់កវិនជាប្រធានក្រុមយុវជនច័កហេមីលីជាអនុប្រធានយុវជនចាប់ស្ថាប័នជាសមាជិកយុវតីមុំសវណ្ណសារាជាសមាជិកយុវតីហានផលសុផាវីជាសមាជិកនិងយុវតីហៀងយូរីសាជាសមាជិកថ្ងៃនេះក្រុមយើងខ្ញុំនឹងលើកយកមេត្តាចំនួន6ចំណុចធំៗមកធ្វើការបទបង្ហាញរួមមានសេចក្តីផ្ដាំព័ត៌មានអំពីគម្រោងការបែងចែកទូនាទីនិងការប្រជុំនិងរបាយការណ៍សកម្មភាពនិងគម្រោងថវិកានៃគម្រោងបកសម្ព័ន្ធនិងឯកសារយោងចូលចំណុចទី1គឺប្រព័ន្ធវិទ្យាល័យស្ដារសន្តិភាពស្ថិតនៅក្នុងភូមិស្ដៅឃុំស្ដៅស្រុករតនមណ្ឌលនៃខេត្តបាត់ដំបងបានបង្កើតឡើងនៅឆ្នាំ2003រហូតមកដល់បច្ចុប្បន្នដែលចាប់ពីឆ្នាំ2003រហូតដល់ឆ្នាំ2012ត្រូវបានគ្រប់គ្រងដោយនាយកសាលាលោកនប់ប្រុសនិងចាប់ពីឆ្នាំ2012រហូតមកដល់បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយនាយកសាលាលោកគ្រូហតហេងតែអ្វីទៅគឺជាការអប់រំបែប STEM អញ្ចឹងការអប់រំបែប STEM គឺមកពីពាក្យថា Science Technology Engineering Mathematics ពាក្យ Science គឺជាបកប្រែជាភាសាខ្មែរថាវិទ្យាសាស្ត្រ Technology បច្ចេកវិទ្យា Engineering វិស្វកម្មនិង Mathematics គណិតវិទ្យាអញ្ចឹងការអប់រំបែប STEM គឺជាការរៀនតាមបទពិសោធន៍ពិតការអនុវត្តជាក់ស្ដែងការធ្វើគម្រោងនិងការសហការគ្នាជំនួសការរៀនតែតាមតែការចងចាំបានន័យថាវាជួយឲ្យសិស្សយើងអភិវឌ្ឍនៅការគិតការវិភាគការច្នៃប្រឌិតនិងលើកទឹកចិត្តឲ្យចូលរួមប្រសើរជាងការរៀនឲ្យតែបានការចងចាំហេតុផលសំខាន់នៃការរៀនបែប STEM អញ្ចឹងមានមូលហេតុសំខាន់ជាច្រើនដែលនាំឲ្យសិស្សរៀនបែប STEM តែក្រុមយើងខ្ញុំនឹងលើកយកមកតែ6ចំណុចទី1គឺបង្កើនជំនាញគិតនិងវិភាគដោះស្រាយបញ្ហាទី2ការរៀនភ្ជាប់ជាមួយនឹងជីវិតពិតជាក់ស្ដែងទី3អភិវឌ្ឍជំនាញសតវត្សទី21ទី4ការបង្កើតការច្នៃប្រឌិតនិងនវានុវត្តន៍ទី5ការរៀបចំសិស្សសម្រាប់អាជីពនៅអនាគតទី6ការបង្កើនការចូលរួមនិងចំណង់ចំណូលចិត្តនៅក្នុងការរៀនជាចំណុចបន្តទៅទៀតនេះខ្ញុំបាទសូមផ្ទេរវេទិកាមួយនេះជូនទៅដល់អនុប្រធានរបស់ខ្ញុំជាបន្តជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះចាស់ហេមីលីថ្ងៃផងដែរខ្ញុំនឹងមកបកស្រាយចំណុច 2.1 ព័ត៌មានទូទៅអំពីគម្រោងនេះយើងបង្កើតឡើងខាងគោលបំណងកត់ត្រាវត្តមានសិស្សបានរហ័សនិងត្រឹមត្រូវជាងមុនដោយសិស្សគ្រាន់តែយក QR កាតសិស្សរបស់សិស្សយកទៅ scan នឹងកាមេរ៉ាមុនទៅចូលរៀនហើយទិន្នន័យនិងព័ត៌មានដូចជាថ្ងៃម៉ោងនឹងត្រូវកត់ត្រាទៅក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិហើយវាមានភាពងាយស្រួលទៅដល់លោកគ្រូនិងអាណាព្យាបាលសិស្សដើម្បីពិនិត្យអវត្តមានរបស់កូនសិស្សដែលទៅតាមរយៈទូរស័ព្ទដៃនិងកុំព្យូទ័រនេះគឺជាបង្ក្រុមទីជាបង្គុំគ្រឿងបង្គុំដំបូងសម្រាប់គម្រោងនេះដែលនេះគឺជាកាមេរ៉ា ESP 32 cam ដែលយើងប្រើវាដើម្បី scan QR កាតសិស្សហើយនេះគឺជា LCD display នេះយើងភ្ជាប់វាទៅនឹងកាមេរ៉ាដូចគ្នានៅពេលដែលយើង scan QR ទិន្នន័យផុសសិស្សវានឹង load នៅក្នុង LCD display មួយនេះនេះគឺជា buzzer នេះគឺជាគ្រឿងឧបករណ៍បំពងសំឡេងBreadboard គឺជាបន្ទះដែលយើងសម្រាប់ដោតភ្ជាប់គ្រឿងបង្គុំទាំងអស់ទៅលើវាខ្សែចាំផវាយគឺជាខ្សែសម្រាប់ដោតភ្ជាប់ពីគ្រឿងមួយទៅគ្រឿងមួយទៀតនៅក្នុងគម្រោងរបស់យើងUSB Type C cable Type C cable នេះវាគឺជាខ្សែដូចដោតពីកុំព្យូទ័ររបស់យើងទៅកាន់ ESP 32ជាបន្តនេះខ្ញុំសូមជូនភារកិច្ចបន្តជូនទៅបាត់រំកងរបស់ខ្ញុំវិញជាកិច្ចបន្តខ្ញុំបាទសូមបកស្រាយត្រង់ចំណុច 2.4 វិសាលភាពនៃគម្រោងរបស់យើងបានមានវិសាលភាពទូទាំងវិទ្យាល័យសារសន្តិភាពដែលមានផ្ទៃដី 80.37 ម៉ែត្រការ៉េដែលមានកម្រិតថ្នាក់ពីទី7ដល់ទី12ក្រោយពីពួកយើងអនុវត្តគម្រោងនេះរួចមកពួកយើងបានកំណត់ឃើញនូវបញ្ហាប្រឈមនិងសំណូមពរមួយចំនួនដូចជា1បញ្ហាប្រឈមកង្វះខាតថវិកាខ្វះខាតសម្ភារៈមួយចំនួនខ្វះខាតពេលវេលាប្រជុំ
នឹងខ្វះខាតឧបករណ៍ដំឡើងគ្រឿងសំណុំពរសូមសិស្សទាំងអស់ព្យាយាមសិក្សាស្វែងយល់ពីការបន្ថែម STEM ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យមានការរីកចម្រើននិងផ្នែក Digital ដើម្បីការពារប្រទេសជាតិនិងពីការមាក់ងាយមើលងាយស្រាលរបស់ប្រទេសដទៃជាបន្តខ្ញុំបាទសូមប្រកបវេទិកាទៅកាន់មិត្តក្នុងខ្ញុំ 2.6 សន្និដ្ឋានការរកបែប STEM និងអនុវត្តស្របទៅតាមការសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចាហងជួនអរុន 3.1 អត្ថប្រយោជន៍នៃគម្រោងក្រោយបង្កើតរួចគម្រោងនេះមានអត្ថប្រយោជន៍ដូចជាកត់ត្រាវត្តមានបានយ៉ាងឆាប់រហ័សមិនចំណាយពេលក្នុងការសរសេរឈ្មោះបង្ការការខ្លែងបន្លំវត្តមានកាត់បន្ថយកំហុសក្នុងការកត់ត្រាព័ត៌មានត្រូវបានរក្សាទុកក្នុងប្រព័ន្ធអាស្រ័យប្រវត្តិគ្រូអាចទាញយកឬមើលរបាយការណ៍បានយ៉ាងឆាប់រហ័សសាលាអាចតាមដានវិន័យសិស្សបានយ៉ាងច្បាស់លាស់គណៈព្យាបាលអាចតាមដានកូនបានយ៉ាងងាយស្រួលជួយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀននិងគ្រប់គ្រងសាលា 3.2 គំរូប្លង់ diagram សម្រាប់ LED GND ទៅ GND VCC ទៅ V5 SDA ទៅ LO15 SCL ទៅ LO14 សម្រាប់ BUSI ជើងបោកទៅ LO13 ជើងដកទៅ GND 3.3 ការសរសេរកូដសម្រាប់គម្រោង ទាំងអស់នេះគឺសុទ្ធតែជាកូដសម្រាប់គម្រោងរបស់ខ្ញុំ 3.4 សកម្មភាពដំឡើងសម្ភារៈនិងតេស្តសាកល្បងជាកិច្ចបន្ទាប់ខ្ញុំសូមផ្ទេរវេទិកានេះទៅឲ្យសមាជិកជាបន្ទាប់